សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះបងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះបងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះបងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹង
សម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរជាក់តែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់ទឹកក្រូចគល់ទឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរជាក់តែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់ទឹកក្រូចគល់ទឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរជាក់តែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅ
បាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវា
ហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជា
đỡ cái đỡ nó cái miền sân đi chè cái đỡ chút nữa và video របស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទេសនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទេសនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅ
វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពោះវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរដូវជាហើយរដូវក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពោះវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរដូវជាហើយរដូវក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពោះវៀនតាន់ហើយនឹងកាពះវា
ហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរដូវជាហើយរដូវក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរដូវជាហើយរដូវក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលរដូវជា
đợt cái đợi nó cái miền sân đi chợ cái đợi chụp nữ បាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានផ្សិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានផ្សិនតិចគេដាក់ជ្រូកនៅ
បាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ងោរស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងហើយសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់រូបខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវា
ហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ទេសហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជា
តែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់ទឹកក្រូចគល់គ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់ទឹកក្រូចគល់គ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាតែដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅ
បានវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបានវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានសិនតិចគេដាក់ជ្រូកនៅបានវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោក្បាច់ជ្រូកនេះខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវា
ហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជាហើយដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបាទវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងណាខ្ញុំបង្ហាញមួយវីដេអូទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនានេះខ្ញុំស្ងោរក្បាច់ជ្រូកខ្ញុំទិញមានតិចអណ្ដាតហើយនឹងគ្រឿងក្នុងមានពវៀនតាន់ហើយនឹងកាពះវាហើយទឹកនេះខ្ញុំដាក់ឲ្យពុះចឹងមកខ្ញុំដាក់លឹកក្រូចគល់លឹកគ្រៃម្ដេងហើយខ្ញុំមានថែមគ្រឿងបន្តិចបន្តួចដែរជារ៉ូឌីស្ករសអំបិលប៊ីចេងហ្នឹងទៅក្នុងទឹកស្ករស៊ុបហ្នឹងទឹកខ្ញុំស្ងោរក្បាលជ្រូកហ្នឹងសម្រាប់ការធ្វើនេះដើម្បីឲ្យវាកាត់ក្លិនព្រោះអីជ្រូកនៅប្រទេសកូរ៉េហ្នឹងជ្រូកខ្លះក្លិនសាជាងជ្រូកនៅខ្មែរយើងខ្លាំងណាស់ដោយសារគេចិញ្ចឹមលក្ខណៈនៅទ្រុងដូចនៅខ្មែរយើងគេចិញ្ចឹមខ្លះនៅវាលនេះនៅទ្រុងបិទចិត្តហ្មងដោយសារការពារស្ថានភាពពេលដូចជា
ហើយដល់ក្តៅហ្នឹងគេមានម៉ាស៊ីនត្រជាក់គេដាក់ជ្រូកនៅបានវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសម្រាប់ចែកជូនពុកម៉ែបងប្អូនទេសនាកំសាន្តក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរ